ពាក់ព័ន្ធទៅនឹងការដាំដុះឈូកយំមើមគឺយើងដំបូងឡើយគឺយើងត្រូវប្របបាត់ជាមួយនឹងជីធម្មជាតិបាទជីធម្មជាតិដែលយើងមានស្រាប់ដូចជាលមួកសัตว์លមួកគោក្របីអីជាដើមហ្នឹងក៏បានជាមួយនឹងជីធម្មជាតិដែលយើងផលិតចេញពីកំប៉ុស្តដែលយើងអាចផលិតដោយខ្លួនឯងនឹងក៏បានឬក៏ជីធម្មជាតិដែលចេញពីរោងចក្រមកអាស្រ័យទៅលើសេដ្ឋកិច្ចក៏ដូចជាធនធានរបស់បងប្អូនឬក៏ការគិតរបស់បងប្អូនទេប៉ុន្តែជីទាំងអស់ហ្នឹងគឺវាមានចំនួនកំណត់ទៅតាមចំនួនគីឡូធៀបជាមួយនឹងទំហំដីដែលបងប្អូនធ្វើការដាំដុះហ្នឹងត្រឹមត្រូវមិនមែនចេះតែដាក់អត់មានដឹងថាចំនួនកំណត់ប្រមាណទេបងប្អូនបាទអញ្ចឹងបើសិនជាបងប្អូនដឹងតែចំណុចអំពីចំនួនកំណត់ប្រមាណអញ្ចឹងគឺយើងអាចធ្វើការជួររស់ដូចតែយើងធ្វើស្រែចម្ការដែរទេបងប្អូនណាហ្នឹងហើយអញ្ចឹងថាតើបងប្អូនចង់ដាំឈូកយមើមទៅលើទំហំដីប្រមាណដែរអញ្ចឹងខមមិនមកគឺខ្ញុំនឹងប្រាប់អំពីចំនួនជីដែលបងប្អូនប្រើប្រាស់ហ្នឹងហើយជាមួយនឹងចំនួនគីឡូច្បាស់តែម្ដងបងប្អូន